ธีសាស្ត្រនៅក្នុងការ find និង replace find នេះបានន័យថាយើងស្វែងរកពាក្យនៅក្នុងអត្ថបទហើយ replace នេះយើងផ្លាស់ប្ដូរពាក្យណាមួយដែលយើងចង់ផ្លាស់ប្ដូរឧបមាថាខ្ញុំចង់ស្វែងរកពាក្យ ABC ក្របនេះនៅក្នុងអត្ថបទនេះចង់ដឹងថាវាមានប្រមាណពាក្យអញ្ចឹងខ្ញុំចុច select លើវាហើយខ្ញុំ find បន្ទាប់មកខ្ញុំចង់ផ្លាស់ប្ដូរពាក្យ ABC ក្របនេះទៅជានេះ XYZ solution ខ្ញុំចង់ប្ដូរវាខ្ញុំចុច replace អញ្ចឹង replace ខ្ញុំ replace ជាមួយនឹងពាក្យ XYZ solution អូខេអញ្ចឹងខ្ញុំដាក់ពាក្យដែលខ្ញុំចង់ប្ដូរនៅក្រោមពាក្យដែលខ្ញុំ find នៅលើតោះមកខ្ញុំ replace all នេះមកអញ្ចឹងដល់ពេលដែលយើង replace all វានឹងប្ដូរទាំងអស់ទៅជា XYZ solution ឃើញទេនេះពាក្យដែលយើងប្ដូរមិញពាក្យ ABC មិញយើងប្ដូរអានេះគឺប្ដូរឯងបន្ទាប់មកទៀតឧបមាតែខ្ញុំចង់ប្ដូរពាក្យខ្ញុំចង់រកពាក្យ the ពាក្យ the ខ្ញុំចង់រកពាក្យ the នេះខ្ញុំចុច find select លើវាហើយខ្ញុំចុច find បន្ទាប់មកនេះសិតតែពាក្យ the ដែលមាននៅក្នុងអត្ថបទរបស់យើងឥឡូវខ្ញុំប្ដូរពាក្យ the ទៅជា replace ជាមួយនឹងពាក្យអក្សរ A អូខេអក្សរ A ធំនេះណាឧទាហរណ៍ណាអញ្ចឹងខ្ញុំ replace all ដល់ពេលដែលខ្ញុំចុច replace all វានឹងប្ដូរទៅជាអក្សរ A ទាំងអស់បងប្អូនអញ្ចឹងលទ្ធផលវានឹងលោតមកជាអក្សរ A ទាំងអស់នេះអក្សរ A ដែលយើងប្ដូរមក